ជាមួយជីវិត5ឆ្នាំក្រោយ10ឆ្នាំក្រោយ20ឆ្នាំក្រោយជីវិតឲ្យបងវិញលំសៅសាតែពុកសង្ឃឹមមកដែរពុកសង្ឃឹមលើបងលើកកិត្តិយសគ្រួសាររៀបចំជីវភាពឲ្យថ្លៃថ្នូរបងប្អូនយកលេខសំតើជីវិតគឺជាអ្វីអ្នកណាជាអ្នកគ្រប់គ្រងសុខភាពផ្លូវចិត្តសំខាន់ណាស់អ្នកមិនអាចនឹងមើលរំលងឱកាសនៅលើផែនដីសម្រាប់ម្នាក់មានតែម្ដងគួរតែគិតកុំធ្វើប្រហែសកុំឲ្យគោបាត់ទៅធ្វើរបងកុំចងខ្លួនចោលសម្ពាធកុំបៀតទៅក្នុងកង្វល់កុំឲ្យសម្ដីអ្នកផ្សេងខ្លាចជាសម្លេងទៅតបប្រមល់ស្រឡាញ់ខ្លួនឯងឲ្យច្រើនចម្រើនគំនិតទៅវាបានផលរឿងខ្លះយើងគួរអង្គុយគិតដាក់ក្តិតទៅលើកណ្ដុរបើល្ងងយើងកុំធ្វើឆ្លាតបើឆោតយើងគួរតែឆ្ងល់រៀនស្ដាប់ដល់បបពិសោធន៍ព្រោះយើងគ្មានក៏រូបកសលធ្វើឲ្យយើងច្បាស់ជាធ្វើបើធ្វើទៅធ្វើឲ្យដល់កុំនាំទុកដាក់អ្នកផ្សេងកុំឲ្យអ្នកផ្ទះមានចលាចលឆ្នាំនេះអាយុប្រមាណហើយខ្លួនប្រាណក៏ធំដែរហើយឥឡូវនៅសល់ឯខ្លះសំណួរមួយនឹងវាគ្មានចម្លើយកុំដាក់ស៊ីដាក់ចៃខ្លាំងពេកសំចៃខ្លះទៅលោកអើយកុំបដ ாய் ខ្លួនតតែឈឺសុខភាពសំខាន់ណាស់អើយបើព្រះសមុទ្រដែលមានចម្ងាយឆ្ងាយនឹងក្តីស្រឡាញ់នៃម្ដាយគឺពិតជាធំធេងយើងបានសូវឲ្យឆ្ងាយពីគ្រួសារតែនៅក្នុងផ្នែកលោកប៉ាយើងគឺជាកូនក្មេងមិនដែលប្រាថ្នាអ្វីទេពីកូនស្ងួនគ្រាន់តែចង់ឲ្យកូនជារស់ដោយខ្លួនឯងរៀបចំជីវិតរស់នៅឲ្យត្រូវក្បួនរំភើចិត្តពេកទៅហើយពេលឃើញកុំប្រឹងប្រែងជីវិតជាយុវវ័យវិថីដែលគួរប្រយ័ត្នអាយុមិនទាន់20ពួកយើងសំងំដោះស្រាយវិបត្តិពីក្មេងមិនទាន់នឹងក្តីវេលាជាតែរសាត់ពេលនេះយល់ពីអត្ថន័យព្រោះទស្សនវិជ្ជាស្ដាយរឿងដែលគួរតែធ្វើខ្ញុំបានព្យាយាមមកហើយបរាជ័យប្រែមកថាឈ្នះនៅពេលក្រោយកម្មៈប្រែថាអំពើអ្វីដែលយើងធ្វើវានឹងហុចផលឲ្យហើយទឹកភ្នែកដែលហូរនៅថ្ងៃនេះគឺជាទឹកភ្នែកនៃកម្លាំងចិត្តឲ្យខ្ញុំក្រោកឈរបន្តដើរទៅមុខហើយសង្ឃឹមថាទឹកភ្នែកដែលហូរនៅថ្ងៃក្រោយគឺជាទឹកភ្នែកនៃក្តីរំភើបសម្រាប់ផលផ្លែដែលខ្ញុំបានខំប្រឹងកុំឲ្យជោគវាសនាទីយើងទៅឆ្ងាយពីភាពជោគជ័យរៀនកែប្រែភាពឈឺចាប់ទៅជាក្រចាប់ចាប់យកឱកាសយកកណ្ដាស់ជួទឹកភ្នែកជាស្អាតតោះចាប់ផ្ដើមថ្ងៃថ្មី